សូមធ្វើការអត្ថាធិប្បាយជាបឋមសិនបើមានការកែតម្រូវច្បាស់លាស់យ៉ាងណាកែតម្រូវជូនកែតម្រូវភ្លាមចាបកទុំពេជ្រមនីចាសុកសែនជ័យមកពីខាងវត្តប្រាសាទថ្មដាបោះប្រគ្រូចៅអធិការវត្តប្រាសាទថ្មដានិងលោកឈុនស្រេងតែម្ដងចាគឺខ្សែទឹកខាងក្នុងជាមួយនឹងមហាកំពូលធិបតីតេជោសែនជ័យរបស់ឯកឧត្តមច័ន្ទសុធីនិងលោកជំទាវយីយេនបាទយីយេនឥឡូវមកហើយវិគៀបកាត់គ្នាល្អបើទោះបីជាគេថាខ្សែទឹកខាងក្រៅនឹងមានព្រាមបន្តិចបន្តួចមែនប៉ុន្តែបើទុំពេជ្រមនីសុកសែនជ័យនឹងក៏នៅតែបន្ថែមលបឿនដែរឥឡូវមកឆ្លងនៅផងកំពាន់ទី2នេះគឺលបឿនចាប់ដើមចេញហើយចាបាទចាប់ដើមចេញហើយដោយសារថា1700ម៉ែត្រមកចេញ200ម៉ែត្រចុងក្រោយចាក់យើងហើយចាក់យើងហើយចុងក្រោយអត់ទុកកម្លាំងសំអីទៀតទេទុកអីទុកមានទុកជំរាបជើងទី2ទេតែឥឡូវអត់ទុកអីសុំផ្ដាច់តែម្ដងដោយសារថាគណៈនេះហើយដល់ពេលវេលានេះហើយទុកធ្វើអីទៀតចាំជើងទី2ចាំយើងស្ដារលទ្ធភាពឡើងវិញបាទឥឡូវយើងឃើញហើយក្រៅហើយកុំហាកំពូលធិបតីតេជោសែនជ័យនេះល្អណាស់បាទទូកខេត្តកណ្ដាលមកពីសៃមកកំពូលវិញទិញហើយបើទុំពេជ្រមនីសុកសែនជ័យមកពីខាងវត្តប្រាសាទថ្មដាបាទប្រាសាទថ្មដាគុំចាមអត់តន់ទេធ្វើមិនក៏មិនតន់ដែរបាទមិនតន់ទេឡើងមិនតន់ទេបាទសូមថ្លែងអំណរគុណដល់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈបាលខេត្តត្បូងឃ្មុំបានឧបត្ថម្ភក្រុមការងារអត្ថាធិប្បាយចំនួន30,000រៀលបាទសូមថ្លែងអំណរគុណចាមកពីខាងវត្តអំពើវត្តជំនិចក្រូចឆ្មាត្បូងឃ្មុំដកតាន់បន្តិចទេសភ័ណភាពស្អាតមួយបែបម្នាក់បាទចាមួយបែបម្នាក់ឌីសែនជ័យបារមីបូព៌ាដែលទទួលបានការឧបត្ថម្ភពីសម្ដេចឯកឧត្តមឌីវិជានិងលោកជំទាវក៏មិនធម្មតាដែរមានឈ្មោះបោះសម្លេងដែលមកពីវត្តចម្ពូព្រឹក្សាសង្ឃរស្វាយរៀងបាទតែឥឡូវនេះចាញ់បងបន្តិចតួចហើយលើអំពើវ័នធីតារចនាមានជ័យអំពើវ័នធីតារចនាមានជ័យដែលមកពីជំនិចក្រូចឆ្មានេះគឺមានកិច្ចស័ព្ទ3បាញមកប៉ះគ្នាឥឡូវនេះឃើញថាខ្សែទឹកខាងក្រៅហាក់ដូចជាឡើងវិញបន្តិចម្ដងហើយបន្តិចវិញហើយបាទឥឡូវយើងឃើញថាខ្សែទឹកខាងក្រៅបាទកំពុងតែនាំមុខឲ្យមហាកំពូលធិបតីតេជោសែនជ័យបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទច័ន្ទសុធីនិងលោកជំទាវនិងលោកយីយេនបាទគឺនៅខ្សែទឹកខាងក្រៅកំពុងតែនាំមុខបាទគឺទូកដែលមានឈ្មោះថាមហាកំពូលធិបតីតេជោសែនជ័យទៅលើជំទាវក្លាហានសម័យតេជោរាជធានីភ្នំពេញចៅអធិការបាទព្រះញាណឧត្តមបាទគង់សារីបាទឥឡូវយើងឃើញហើយកំពុងតែបន្ថែមលបឿនហើយតន់ឬមិនតន់តែអត់តន់ទេបាទមហាកំពូលធិបតីតេជោសែនជ័យគឺទទួលបានជ័យជំនះបាទសម្រាប់ចឹងនេះខ្ញុំសូមធ្វើការកែតម្រូវទូកនេះគូទី9សម្រាប់គូទីបន្ត91បាទទូទី91បាទចា91វិញមហាកំពូលធិបតីតេជោសែនជ័យឥឡូវកំពុងតែដកឲ្យដកទៅលើជំទាវក្លាហានសម័យតេជោនេះមកឈ្នះបាទចុងទីគូទី8សកត់បន្តិចបាទមកសកត់បន្តិចកំពូលពេជ្រទាបាញ់សែនជ័យរបស់សម្ដេចពិជ័យសេនាទាបាញ់ខ្សែទឹកខាងក្នុងកំពុងតែស្រួលស្រាវជាមួយនឹងមហាកំពូលធិបតីតេជោសែនជ័យរបស់ឯកឧត្តមច័ន្ទសុធីនិងលោកជំទាវបាទលោកយីយេនបាទទូកនេះក៏ល្អមើលណាស់ដែរបងប្អូនអើយកំពូលពេជ្រទាបាញ់សែនជ័យដកហើយរបស់សម្ដេចវិជ័យសេនានេះដកហើយបាទអាចនិយាយបានតែទូកបានជ័យជំនះហើយបាទដកទៅដកហើយនេះខ្ទង់5ខ្ទង់6ខ្ទង់7ខ្ទង់បាទទទួលបានជ័យជំនះបន្តទៅបាទ95ចាដែលចូលសែនជ័យបារមីវត្តចាស់នេះគឺជាទូកដែលទទួលបាននៅការឧបត្ថម្ភដល់ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលលោកទាំងទ្វេបានឧបត្ថម្ភចាស់ហើយយើងខ្ញុំក៏សូមគោរពអរគុណដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលបងឃ្មុំផងដែរចាដែលលោកឧបត្ថម្ភដល់យើងខ្ញុំចា
បាទចំណែកឯគូកំពុងតែធ្វើដំណើរបន្តមកទីនេះបាទជិតដល់បាទកងព័ន្ធទី1ហើយដែរនោះបាទខ្សែទឹកខាងក្នុងមហាកំពូលបាទធិបតីតេជោសែនជ័យបាទរបស់ខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្រៅកំពូលពេជ្រទាបាញ់សែនជ័យបាទនៅពីមានជ័យពីមរោខេត្តព្រៃវែងដែលទទួលបានការឧបត្ថម្ភពីសម្ដេចបាទវិជ័យសេនាធិបាញ់បាទចាបងប្អូននៅចាំបានស៊ីហ្គេមលើកទី32ឆ្នាំ2023គឺជាមហាជោគជ័យដ៏ធំធេងរបស់ប្រទេសជាតិនៃកម្ពុជាដែលទទួលបានកិត្តិស័ព្ទល្បីល្បាញខ្ទោខ្ទានៅលើពិភពលោកចាមិនទាន់ដូចថាមានប្រទេសនៅក្នុងបណ្ដាអាស៊ីអាគ្នេយ៍យើងធ្វើបានដូចទេបាទហើយចរិតនៅក្នុងគេដំណើរស្មារតីកីឡាអូឡ িম্প ិកទៀតដោយសារតែព្រះរាជាណាចក្រកម្ពុជាធ្វើជាលើកទី1ហើយធ្វើបានយ៉ាងល្អឯទៀតបាទអញ្ចឹងពិបាកប្រទេសខាងក្រោយទៀតហើយបាទបើកចិត្តបើកបេះដូងទលាយដូចកម្ពុជាកម្រិតណាចាហើយបាទឥឡូវនេះបាទគូបន្តបាទគឺកំពុងតែឃើញថាចិត្តដល់កងព័ន្ធទី2ដែរហើយបាទគូទី93នេះបាទសូមបញ្ជាក់ជាថ្មីបាទខ្សែទឹកខាងក្នុងមហាកំពូលធិបតីតេជោសែនជ័យបាទរបស់ខេត្តកណ្ដាលដែលទទួលបានការឧបត្ថម្ភពីអាដាមចាន់សុធីនិងលោកជំទាវបាទលោកយីយ៉េនបាទខ្សែទឹកខាងក្នុងកំពូលពេជ្រទាបាញ់សែនជ័យបាទរបស់ខេត្តព្រៃវែងទទួលបានការឧបត្ថម្ភពីសម្ដេចវិជ័យសេនាធិបាញ់ចាកម្លាំងប៉ុនគ្នាឥឡូវនេះចាប់ទន្ទឹមនឹងកងព័ន្ធទី2ឃើញថាក្រៅទីទេចាក្រៅមិនទីទេมันអាចយកជាការបានអាចថាមកលេងគ្នានឹងមុខព្រះពលាជ័យនេះក៏ថាបានដែរបាទតិចតួចប៉ុន្តែខ្សែទឹកខាងក្នុងនឹងចាក់យោងទុំណាដែរមើលទៅឃើញស្វាហាប់ដែរប៉ុន្តែលបឿនទុកនៅតាមខ្សែទឹកខាងក្រៅប៉ុន្តែមិនប្រកបបាទព្រោះថាបាញ់មិញយើងឃើញបាទតាមមិនដល់ទីហាក់ដូចជាប្រហាក់ខ្សែទឹកខាងក្នុងហាក់ដូចជាមិនកើហើយអត់តដកទេចាខ្សែទឹកខាងក្រៅកំពូលពេជ្រទាបាញ់សែនជ័យរបស់សម្ដេចវិជ័យសេនាធិបាញ់នៅតែដកនាំមុខដដែលចានៅតែនាំមុខដដែលដូច្នេះអាចជំរាបជូនបានសម្រាប់កំពូលពេជ្រទាបាញ់សែនជ័យរបស់សម្ដេចវិជ័យសេនាធិបាញ់ចាដែលមកពីវត្តកែវ